សួស្តីបងប្អូននៅក្នុងបងយកលំហាត់ប្រូបាមឆ្នាំ2024មកកាយគុំបងប្អូនដោយសារតែវីដេអូម៉ៃបងវាអស់ថ្មអញ្ចឹងទៅ record សំឡេងវាអត់កើតអញ្ចឹងក្នុងការគណនាប្រូបាមយើងត្រូវរកចំណុចពីរសំខាន់ទី1គឺករណីអាចហើយទី2ករណីស្របករណីស្របគឺជាករណីមួយដែលគេសួររកយើងហើយករណីអាចគឺជាករណីដែលយើងយកចំនួនសរុបទាំងអស់ដកចំនួនដែលគេជ្រើសរើសអញ្ចឹងយើងមើលប្រធានបទយើងគេថាយើងមានសិស្ស24នាក់អញ្ចឹងសិស្សសរុប24នាក់ហើយគេរើស3នាក់អញ្ចឹងក្នុង24នេះវាមានគេថាក្នុងនោះ3នាក់ជាអង់គ្លេស3នាក់ហើយបន្តមកទៀតគេថាបារាំង2នាក់ហើយបន្តមកទៀតចិនហ្នឹងគឺ5នាក់ហើយកូរ៉េចំនួន4នាក់ខ្មែរយើងចំនួន10នាក់សំណួរ A របស់យើងគេសួរថាសិស្សទាំង3នាក់សុទ្ធតែជាសិស្សនៅទ្វីបអឺរ៉ុបអញ្ចឹងមុនដំបូងគេយើងរកករណីអាចមកអញ្ចឹងករណីអាចយើងតាំងដោយ NS អញ្ចឹងយើងដាក់ដោយសិស្សសរុបមាន24នាក់ហើយគេរើស3នាក់ដោយចៃដន្យអញ្ចឹងគេបាន NS នេះវាស្មើនឹងអីគេស្មើនឹងបន្សំនៃ24ដកយក3នាក់អញ្ចឹង24ចឹងរូបមុខបន្សំវាស្មើនឹង n ហ្វាក់លើ n ដក a អញ្ចឹង24ដក3នឹងសល់21ហ្វាក់គុណនឹង3ហ្វាក់អញ្ចឹងណាយើងទៅសេមក24គុណនឹង23គុណនឹង22គុណនឹង21ចឹងអានឹង21បាក់ហើយគុណជាមួយនឹង3គុណ2គុណ1វាស្មើនឹង6ចឹងអានឹង21ហ្វាក់អញ្ចឹងយើងសម្រួលបានតបមកទៀត6នឹង24នឹង6វាសម្រួលបានអញ្ចឹង6 4 24អញ្ចឹងនេះយើងគុណមកវាដូចជាឃើញ2024អញ្ចឹងករណីអាចយើងឃើញ2024អញ្ចឹងនេះករណីអាចយើងឃើញ2024អញ្ចឹងបន្ទាប់ទៀតយើងរកករណីស្របយើងគឺ NA អញ្ចឹងគេបាន NA យើងស្មើនឹងបន្សំនៃម៉ាន់ដោយសិស្ស3នាក់ដែលគេរើសហ្នឹងគឺនៅទ្វីបអឺរ៉ុបអញ្ចឹងយើងមើលទ្វីបអឺរ៉ុបយើងមានអីខ្លះ
ទីអឺរ៉ុបយើងមានអង់គ្លេសហើយនិងបារាំងអញ្ចឹងខុសពីនោះ3ហ្នឹងគឺមានចំណែកចិនខ្មែរកូរ៉េហ្នឹងគឺសុទ្ធតែជាអាស៊ីទេ3ហ្នឹងអញ្ចឹង3ហ្នឹងគឺមិនមែនទេហើយមានតែ2ហ្នឹងទេដែលជាទ្វីបអឺរ៉ុបមានអង់គ្លេសនិងបារាំងអញ្ចឹង3បូក2ស្មើនឹង5អញ្ចឹងនាំឲ្យករណីអាចយើងហ្នឹងគឺបន្សំនឹង5ចាប់យក3អញ្ចឹងអានេះយើងសរសេរបានថា5យក3អញ្ចឹងវាបាន5ហ្វាក់នៅលើ5ដក3នៅសល់2ហ្វាក់គុណនឹង3ហ្វាក់អញ្ចឹងវាបាន5គុណនឹង4គុណនឹង3ហ្វាក់ហើយបាន2គុណ1បាន2ដែរសល់3ហ្វាក់អញ្ចឹង3ហ្វាក់និង3ហ្វាក់នេះយើងសម្រួលចោលហើយ2និង4សម្រួលចោលនៅសល់2 5គុណ2បាន10អញ្ចឹងអូខេសិនចឹងប្រព័ន្ធហ្នឹងអញ្ចឹងនាំឲ្យគេបានប្រូបាបនៃព្រឹត្តិការណ៍ A នេះវាស្មើនឹង NA នៅលើ NS អញ្ចឹង NA យើងឃើញ10ហើយ NS យើងឃើញ2024អញ្ចឹងសម្រួលមកវានៅសល់5នៅលើ10អាយ៉ាបាន10ហើយ12ចេះចឹងចម្លើយរបស់យើងឃើញប៉ុណ្ណឹងចឹងបន្តមកទៀតសំណួរ B សំណួរ B របស់យើងគេថាសិស្សទាំង3នាក់សុទ្ធតែជាជនជាតិនៅទ្វីបអាស៊ីលើកលែងតែអូខេ sorry ស៊ីតែមិនមែនជាជនជាតិខ្មែរចឹងសិទ្ធិជនជាតិអាស៊ីតែមិនមែនជនជាតិខ្មែរអញ្ចឹងយើងរកករណីយើងមានហើយនៅករណីស្របគឺ NB ហ្នឹងឯងចឹងគេបាន NB ស្មើនឹងបន្សំពីណាទៅណាអញ្ចឹងបងប្អូនមើលខាងលើនេះគេថាសុទ្ធតែជនជាតិអាស៊ី3នាក់ហ្នឹងប៉ុន្តែនេះអាស៊ីមាននេះ3ហ្នឹងប៉ុន្តែគេដកខ្មែរមួយចេញអញ្ចឹងមានន័យថាអាស៊ីវាស្មើនឹងចិនបូកកូរ៉េបូកខ្មែរប៉ុន្តែគេដកខ្មែរចេញគេអត់យកខ្មែរសម្រាប់គេខ្មែរក៏ជាអាស៊ីដែរប៉ុន្តែគេដកខ្មែរចេញអញ្ចឹងមានន័យថាមានតែចិនហើយនិងកូរ៉េទេអញ្ចឹងខ្មែរនេះគេដកចេញអញ្ចឹងចិននិងកូរ៉េវា5បូក4ស្មើ9អញ្ចឹងនាំឲ្យសេយើងនេះស្មើនឹង9ចាប់យក3
ចឹងយើងបាន9ចាប់យក3វាស្មើនឹង9 fact នៅលើ9ដក3វានឹងសល់6 fact ហើយគុណជាមួយនឹង3 fact ចឹងយើងសរសេរបាន9គុណនឹង8គុណនឹង7គុណនឹង6 fact ចឹងវាបាន3គុណ2គុណ1គុណនឹង6 fact នេះសម្រួលចោលបានហើយ2សម្រួលនឹង8បាន4 3សម្រួលនឹង9បាន3 3 4ដង12គុណនឹង7 7 2ដង14ត្រា1 7ដង7 8ចឹងវាបាន84ចឹងបន្ទាប់មកយើងបានហើយចឹងយើងដាក់នាំឲ្យ PB យើងស្មើនឹង NB នៅលើ NA ចឹង NB យើងស្មើនឹង84នៅលើ2024ចឹងបងប្អូនសម្រួលមកបានប៉ុណ្ណានឹងជាចម្លើយតទៅមកទៀតសំណួរទីសេសំណួរទីសេរបស់យើងគេថាសិស្សទាំង3នាក់ហ្នឹងសិស្សទាំង3នាក់មានម្នាក់ជាជនជាតិអឺរ៉ុបម្នាក់ជាខ្មែរឯម្នាក់ទៀតជាអាស៊ីតែមិនមែនខ្មែរអញ្ចឹងយើងរកករណីស្របមួយទៀតដែរអញ្ចឹងករណីស្រប NC នេះវាស្មើនឹងសំ C យកអីខ្លះអញ្ចឹងវាមាន3នាក់ផ្សេងគ្នាចឹងវាមានម្នាក់ជាជនជាតិអឺរ៉ុបម្នាក់ជាជនជាតិខ្មែរម្នាក់ទៀតអាស៊ីតែមិនមែនខ្មែរចឹងយើងគិតមើលថាម៉េចកន្លែងនេះមានន័យថាចេះទី1ម្នាក់ជាជនជាតិអឺរ៉ុបជនជាតិអឺរ៉ុបចឹងមានន័យថា5នាក់ចឹងបន្សំ C5 យក1ហើយយើងត្រូវគុណបន្តទៀតខ្មែរ10អញ្ចឹង10នាក់ម្នាក់ទៀតជាខ្មែរអញ្ចឹងម្នាក់ក៏ជាខ្មែរហើយគុណមួយទៀតម្នាក់ទៀតជាជនជាតិអាស៊ីអញ្ចឹងអាស៊ីយើងមាន3ប៉ុន្តែមិនមែនជាខ្មែរអញ្ចឹងន័យថា2នេះអញ្ចឹង9យក1អញ្ចឹងយើងមានរូបមន្តមួយរូបមន្តn យក1ស្មើនឹង n អញ្ចឹងអានឹងស្មើ5 19អញ្ចឹងយើងបានហើយយើងគិតមើលទៅអានឹងវាទី1 5ដក1គុណជាមួយនឹង C បានខ្មែរម្នាក់10ដក1គុណជាមួយនឹងអាស៊ីតែមិនមែនខ្មែរអញ្ចឹង9យក1អញ្ចឹងវាស្មើនឹង5គុណនឹង10គុណនឹង9 5 4 45គុណ10បាន450អញ្ចឹងយើងដាក់មកហើយ PC ស្មើនឹង NC នៅលើ NS វាស្មើនឹង450នៅលើ2024អញ្ចឹងប្រហែលជាអញ្ចឹងប្របបានមានប៉ុណ្ណឹង